ខ្ញុំចង់អានព្រះគម្ពីរប៉ុន្តែខ្ញុំអត់ដឹងចាប់ដើមពីកន្លែងណាហើយទៅដឹងថាគម្ពីរសុភាសិតមាន31ចម្ពោះអញ្ចឹងខែនេះមាន31ថ្ងៃយើងអានមួយថ្ងៃមួយចម្ពោះថ្ងៃនេះថ្ងៃទី7យើងអានចម្ពោះទី7អូខេតោះចាប់ដើមកូនអើយកុំភ្លេចពាក្យបណ្ដាំឪពុកចូលចងចាំពាក្យដែលឪពុកទូលមានចូលរក្សាពាក្យដែលឪពុកទូលមាននេះទើបកូនមានជីវិតចូលរក្សាពាក្យដែលឪពុកព្រានប្រដៅទុកដូចជាកៅភ្នែកចូលចងចាំពាក្យរបស់ឪពុកគ្រប់ពេលវេលាហើយចរិតទុកក្នុងដួងចិត្តជានិច្ចចូលចាត់ទុកប្រាជ្ញាដូចជាបងស្រីនិងចាត់ទុកតម្រេះដូចជាមិត្តធ្វើដូច្នេះកូនអាចកិច្ចផុតពីស្ត្រីក្បត់ប្តីនិងកិច្ចផុតពីប្រពន្ធគេដែលប្រសពលួងលោមចម្ពោះទី7មកចម្ពោះពេញនេះគឺនិយាយឲ្យយើងការពារខ្លួនពីល្បិចកិច្ចកលពីស្ត្រីក្បត់ប្តីហើយខ្ញុំជឿថាបើសិនជាគាត់ជាស្ត្រីគាត់ក៏អាចការពារខ្លួនគាត់ពីបុរសដែលក្បត់ប្រពន្ធខ្លួនឯងដែរអញ្ចឹងខ្ញុំចង់លើកទឹកចិត្តឲ្យទាំងអស់គ្នាបានអានខគម្ពីរនេះហើយកុំភ្លេចចាត់ទុកប្រាជ្ញាជាបងស្រីនិងចាត់ទុកតម្រេះជាមិត្តយកប្រាជ្ញាយកតម្រេះមកគិតមុននឹងយើងចាប់ដើមធ្វើអីមួយដើម្បីកុំឲ្យយើងធ្លាក់ខ្លួនទៅក្នុងគ្រួសារដែលបាក់បែកព្រោះខ្ញុំឃើញថាសង្គមយើងរាល់ថ្ងៃគឺពិតជាមានច្រើនខ្លាំងមែនតើមិនធម្មតាប្រទេសយើងទេនៅស្រុកក្រៅក៏មានដែរអញ្ចឹងយើងត្រូវតែការពារខ្លួនបើសិនជាបានអានហើយចាប់អារម្មណ៍ខណាកុំភ្លេច comment ឲ្យខ្ញុំដឹងផងហើយជួបគ្នាថ្ងៃស្អែកជាមួយនឹងចម្ពោះទី8ហើយសូមអរគុណសូមប្រាប់ទានពរ